លោកបវ៉ាងបានដើរមកសួរប្រពន្ធថាស្វែងរកគាត់មែនទេអ្នកស្រីលូបានបែរទៅខាងក្រោយហើយឃើញប្តីរបស់នាងមិនបង្អង់យូរបានប្រើដៃរបស់នាងទៅចាប់ដៃប្តីភ្លាមហើយថែមទាំងនិយាយថាយើងអាចជាសះស្បើយពីជំងឺនៅពេលណាប៉ុន្តែសំណួរចាក់ដោតបែបនេះធ្វើឲ្យលោកវ៉ាងគាត់មានអារម្មណ៍ថាស្មុគស្មាញគិតច្រើននឹងការឆ្លើយទៅកាន់ប្រពន្ធប៉ុន្តែគាត់ព្យាយាមទប់អារម្មណ៍ឲ្យនឹងណោហើយនិយាយទៅកាន់ប្រពន្ធដោយរីករាយថែមទាំងប្រាប់ប្រពន្ធឲ្យមើលថែខ្លួនឯងឲ្យបានល្អទោះអ្នកមានជំងឺធំប៉ុណ្ណាក៏ដោយខ្ញុំនឹងនាំអ្នកចេញទៅព្យាបាលឲ្យតតែជាសះស្បើយពីជំងឺប្រពន្ធគ្រាន់តែឮបែបនេះភ្លាមនាងមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែប្តីដឹងថាប្រពន្ធមានជំងឺធ្ងន់ធ្ងរនៅក្នុងចិត្តរបស់គាត់មិនសូវសប្បាយប៉ុន្មាននោះទេគាត់ឃើញប្រពន្ធពិបាកក្នុងការអង្គុយលើតុគាត់ប្រញាប់ប្រញាល់បីប្រពន្ធយ៉ាងរឹងមាំហើយពួកគេទាំងពីរបានគេងនៅលើគ្រែជាមួយគ្នានៅយប់មួយនោះយ៉ាងកក់ក្ដៅប៉ុន្តែប្រពន្ធមិនទាន់គេងលក់ទេនាងគិតក្នុងចិត្តដោយចង់សុំទោសទៅកាន់ប្តីដែលកំពុងគេងលក់ខ្ញុំសុំទោសដែលខ្ញុំកុហកអ្នកពេលព្រឹកឡើងនាងនៅតែពីរអ្នកស្ត្រីបម្រើពួកគេនាំគ្នារៀបចំផ្ទះឲ្យបានស្អាតស្ត្រីអ្នកបម្រើបាននិយាយទៅកាន់មេស្រីរបស់ខ្លួនទាំងមានអារម្មណ៍ថាក្រែងចិត្តអ្នកស្រីខ្ញុំមានអារម្មណ៍ថាលោកប្រុសមួយរយៈនេះគាត់ដូចជាប្លែកខ្លាំងណាស់ចាស់ខ្ញុំមិនគិតដូច្នេះទេតើអ្នកមិនមានអារម្មណ៍បែបនេះទេខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំបានឃើញលោកប្រុសថ្មីនេះខ្ញុំឮពីគេដែរថាលោកប្រុសចូលក្លឹបជាញឹកញាប់តែប្រពន្ធដឹងថាបើនាងមិនកុហកប្តីថានាងមិនឈឺប្តីនាងនឹងបំពេញរាងកាយនាងរាល់យប់ហេតុអ្វីបានជាអ្នកស្រីមិនប្រាប់លោកប្រុសថាអ្នកស្រីមិនមែនឈឺអ្វីទេបើមិនដូច្នេះទេមិនយូរមិនឆាប់គាត់នឹងត្រូវបានស្រីកំណានទាំងនោះតាក់យកហើយខ្ញុំមិនអាចឆ្លើយនឹងអ្នកបម្រើបានដោយសារតែខ្ញុំពិតជាមើលស្រាលអ្នកណាស់តើអ្នកមានមោទនភាពណាស់ឥឡូវនេះទេដែលអាចធ្វើឲ្យកូនប្រុសរបស់ខ្ញុំចាប់អារម្មណ៍នាងយ៉ាងខ្លាំងគេតែងតែដើរលេងផឹកស៊ីចូលក្លឹបគេមិនដែលគិតពីប្រយោជន៍ជាតិនោះទេខ្ញុំមិនបានគិតអីអញ្ចឹងទេដោយសារអ្នកចូលមកគ្រួសារនេះទើបធ្វើឲ្យខ្ញុំមិនហ៊ានឲ្យគាត់គ្រប់គ្រងប្រទេសទេគាត់ស្ដាប់អ្នកច្រើនណាស់ពេលគាត់កាន់អំណាចតើប្រទេសទទួលបានបន្ទុកយ៉ាងណាតើអ្នកយល់អ្វីដែលខ្ញុំនិយាយទេបើខ្ញុំសន្យាថានឹងចាក់ចេញមុនពេលគាត់ចូលកាន់តំណែងតើអ្នកអាចបន្តផ្ដល់ឱកាសឲ្យគាត់បានទេអ្នកនឹងចាក់ចេញពីគ្រួសាររបូរបន្ទាប់ពីអ្នកសម្រាលកូនខ្ញុំបានរៀបចំវាជាមួយលោកវេជ្ជបណ្ឌិតរួចហើយកុំបារម្ភខ្ញុំនឹងធ្វើឲ្យបើវាងបាត់បង់ចំណាប់អារម្មណ៍លើអ្នកទូរស័ព្ទត្រូវបានឬសំឡេងអ្នកណាខលមកស្ត្រីអ្នកបម្រើមិនបង្អង់យូរប្រញាប់ប្រញាល់យកទូរស័ព្ទនោះហើយថែមទាំងនិយាយថាអ្នកស្រីគួរតែលើកទូរស័ព្ទរបស់លោកប្រុសតែនាងបានមិនព្រមទទួលលេខទូរស័ព្ទរបស់ប្តីទេបន្ទាប់មកនាងបានមើលការផ្ញើសារមួយដោយគេនិយាយថាអ្នកយល់យ៉ាងណាដែរអ្នកមិនមាននិស្ស័យអាចធ្វើជាបងថ្លៃរបស់ខ្ញុំបានទេរូបរាងអ្នកមិនអាក្រក់ទេអ្នកអាចចាក់ចេញពីបងប្រុសវាងនៅថ្ងៃនេះអ្នកត្រូវតែទទួលយកការពិតដោយសារជំងឺអ្នកនេះមិនអាចព្យាបាលបានទេវាល្អគ្រប់គ្រាន់ក្នុងការនៅមានជីវិតខ្ញុំដឹងថាអ្នកស្រឡាញ់បងប្រុសវាងអ្នកមិនអាចចាក់ចេញពីគាត់បានតែស្នេហានេះមិនអាចបន្តបានទៀតទេសំណាងល្អខ្ញុំសង្ឃឹមថានៅថ្ងៃណាមួយអ្នកអាចកាត់ចិត្តពីគាត់បានអ្នកអាចរកបរិបផ្សេងទៀតធ្វើជាប្តីកុំរស់នៅជាមេម៉ាយនេះជាលៀបឬក៏រឿងអាក្រក់របស់ខ្ញុំមិនក៏អ្នកស្រីពេលនេះកំពុងស្ទាក់ស្ទើររឿងអ្វីនាងបានជូតទឹកភ្នែករួចហើយសើចដាក់អ្នកបម្រើបន្ទាប់មកប្រាប់ស្ត្រីនោះថាដល់ពេលដែលខ្ញុំត្រូវចាក់ចេញហើយនាងមិនដឹងធ្វើយ៉ាងណានោះទេបានត្រឹមតែអូវ៉ាលីដើរចេញពីផ្ទះរបស់ប្តីដោយសារតែប៉ាក្មេងមិនពេញចិត្តនាងឡើយហើយបែរមើលផ្ទះរបស់ប្តីជាលើកចុងក្រោយធ្វើទឹកមុខក្រៀមក្រំអាណិតប្តីរបស់ខ្លួនហើយក៏ដើរចាក់ចេញទៅទាំងអារម្មណ៍សោកសៅប្តីរបស់ខ្លួនបានខំមកម្ដងទៀតនាងមានអារម្មណ៍ស្ទាក់ស្ទើរមិនចង់លើកលេខទូរស័ព្ទនោះទេបានត្រឹមហូរទឹកភ្នែកហើយក៏ធ្វើដំណើរបន្តទៀតហើយដល់ពេលដែលត្រូវឡើងតាក់ស៊ីចេញដំណើរនាងមិនអស់អាល័យជាមួយនឹងផ្ទះរបស់ប្តីតែធ្លាប់រស់នៅជាមួយនឹងគ្នានាងមើលបន្តិចទៅហើយក៏ដើរចូលឡានផ្លុកកង់ឡានបានរត់ទៅយ៉ាងលឿនពេលនេះលោកវាងបានមកដល់ផ្ទះរបស់ខ្លួនវិញហើយចូលមកបន្ទប់ហើយក៏ឃើញថាមានសម្បត្តិនឹងកងដៃមួយហើយមិនបានឃើញប្រពន្ធទេសម្បត្តិនោះគេនិយាយថាបើវាងយើងមិនមាននិស្ស័យជាមួយគ្នាទេជាតិនេះឥឡូវនេះខ្ញុំគួរតែវិលត្រឡប់ទៅផ្លូវរបស់ខ្ញុំវិញហើយតែខ្ញុំមិនអាចឲ្យប្រពន្ធចាក់ចេញពីខ្ញុំបានទេខ្ញុំត្រូវតែទៅយកនាងមកវិញឲ្យបានទូរស័ព្ទបានឮសំឡេងរោមម្ដងទៀតតែនាងដាច់ចិត្តថាមិនត្រូវលើកឡើយតែកងឡានមានអារម្មណ៍ថាទូរស័ព្ទផ្ដល់សំឡេងនេះជាច្រើនដងពេកធ្វើឲ្យគាត់ទ្រាំមិនបានទៀតនោះទេគាត់បានដាច់ចិត្តថានិយាយប្រាប់នាងអ្នកស្រីអ្នកគួរតែលើកទូរស័ព្ទសិនទៅទូរស័ព្ទនេះរំខានគ្រប់ពេលសុំទោសអាឡូប្រពន្ធតើអ្នកនៅណាបងអូនទៅចោលបងនឹងកូនហើយបងត្រូវតែមើលថែកូនឲ្យបានល្អទៅថ្ងៃមុខខំធ្វើជាប៉ាល្អបងសួរម្ដងទៀតតើអូននៅឯណាអូនសង្ឃឹមថាបងនឹងរស់នៅជីវិតរបស់បងដោយសេរីនៅថ្ងៃអនាគតមិនចាំបាច់ចោះសម្រុងនឹងអ្នកណាម្នាក់ទៀតទេអ្នកនិយាយមិនសមហេតុផលតើអ្នកកំពុងនិយាយអំពីអ្វីអ្នកគិតយ៉ាងណាបានធ្វើបែបនេះតែភ្លាមនោះកំពុងតែនិយាយទូរស័ព្ទជាមួយគ្នាស្រាប់តែមានឡានមួយគ្រឿងបុកពីខាងក្រោយយ៉ាងមួយទំហឹងតែតាមពិតទៅឡានមួយគ្រឿងនេះគឺជាឡានរបស់លោកវាងនោះទេគាត់បានធ្វើដំណើរយ៉ាងមានកំហឹងបើកទ្វារឡានតាក់ស៊ីនោះយ៉ាងខ្លាំងទាញដៃប្រពន្ធចេញយ៉ាងលឿនហើយបិទទ្វារឡាននោះទៅវិញទៅបន្ទាប់មកគាត់ដឹកដៃប្រពន្ធហើយដើរទៅមុខខណៈពេលនោះគាត់បានបើកទ្វារឡានយ៉ាងឆាប់រហ័សហើយទាញដៃប្រពន្ធឲ្យចូលទៅក្នុងឡានគាត់បានដើរយ៉ាងលឿនសម្ដៅទៅរកទ្វារមួយខាងទៀតហើយចូលទៅក្នុងឡានផ្លុកបន្ទាប់មកគាត់ក៏បានទាញខ្សែក្រវ៉ាត់យ៉ាងរហ័សហើយដាក់ឲ្យប្រពន្ធភ្លាមបន្ទាប់មកគាត់បានសម្រាលខ្លួនហើយចាប់ផ្ដើមសួរទៅកាន់ប្រពន្ធប្រាប់ខ្ញុំពីមូលហេតុដែលអ្នកចង់ចាក់ចេញខ្ញុំឃើញសារដែលប្អូនស្រីរបស់អ្នកផ្ញើមកខ្ញុំមិនដឹងថាអ្នកមាននារីម្នាក់ទៀតឬអត់ទេប៉ុន្តែខ្ញុំដឹងថាខ្ញុំមិនអាចបំពេញចិត្តអ្នកបានទៀតទេឆាប់បើករថយន្តទៅឆ្ងាយសិនទៅឆ
ប់និយាយមកបងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាការបំបើកូនដោយទឹកដោះម្ដាយបានបញ្ចប់នៅពេលនេះហើយខ្ញុំមិនបំបើដោះកូនទៀតទេឥឡូវនេះខ្ញុំចង់ប្រាប់អ្នកថាខ្ញុំចង់លេងលេះជាមួយអ្នកអេហេតុអ្វីបានចតឡានកណ្ដាលផ្លូវអ្នកដឹងទេថាមនុស្សតែងតែធ្វើដំណើរឯងចង់ស្លាប់ទេលោកវាងខ្ញុំមិនដឹងថាជាអ្នកទេខ្ញុំសុំទោសឲ្យខ្ញុំសុំទោសខ្ញុំទៅហើយបើកផ្លូវសិនទៅអេអ្នកទើបតែនិយាយអ្វីខ្ញុំមិនឮអ្នកចង់លេងលេះមែនទេខ្ញុំបានហៅវិជ្ជបណ្ឌិតពិសេសម្នាក់ដើម្បីព្យាបាលអ្នកប៉ុន្តែមានមនុស្សតែឆានឲ្យអ្នកចាក់ចេញពីខ្ញុំហើយរត់មកដល់ទីនេះខ្ញុំអាចលើកដៃវាយគាត់ឥឡូវនេះដើម្បីបំបត្តិកំហឹងរបស់អ្នករឿងទី2ជំងឺរបស់អ្នកនឹងមិនសម្លាប់អ្នកទេអាក្រក់បំផុតដែលកើតឡើងគឺខ្ញុំមិនអាចអត់អ្នកបានទេខ្ញុំរស់នៅធ្វើអ្វីទៀតបើមិនមានអ្នកនៅក្នុងជីវិតរបស់ខ្ញុំទី3បើអ្នកមិនអាចរស់នៅជាមួយខ្ញុំទៀតទេខ្ញុំនឹងជន់ឡានឲ្យលឿនឥឡូវនេះហើយស្លាប់ជាមួយគ្នាអត់អ្នកមិនខ្វល់នឹងការមានកូនទេខ្ញុំនឹងយកពួកគេទៅជាមួយគ្នាតើគ្មានដំណោះស្រាយផ្សេងទេឬសេចក្តីស្លាប់តើអ្នកមិនបានគិតអំពីរឿងនេះទេខ្ញុំជឿហើយមិនអាចរស់នៅជាមួយអ្នកបានទេអ្នកអាចទៅរកអ្នកផ្សេងបានខ្ញុំមិនត្រូវការឲ្យអ្នកស្រឡាញ់ខ្ញុំទេអ្នកមិនចាំបាច់ស្លាប់ជាមួយខ្ញុំទេឥឡូវនេះសម្រាប់ពួកយើងការលេងលេះគឺជាលទ្ធផលដ៏ល្អបំផុតខ្ញុំមិនចាក់ចេញពីអ្នកទេឥឡូវនេះអ្នកលែងចង់ស្លាប់ហើយមែនទេខ្ញុំចង់ដឹងពីជំងឺរបស់អ្នកអូនអាចប្រាប់បងបានទេអូនអាចទ្រាំបានគឺអូនអាចទ្រាំបានពេញមួយជីវិតកុំភ្លេចណាអូនស្រឡាញ់បងខ្លាំងណាស់បងក៏ស្រឡាញ់អូនដែរ